จบแบนแอร์บัตบัตแอร์แมนគ្នាយើងណាខ្លះកំពុងតែជាប់ ban S ដែរដូចបងណាគឺនៅសុកវិជាប់ ban S ទាំងដែលយើងអត់ធ្វើអីហ្នឹងចែកតែ skin លេងតែ48នាក់អញ្ចឹងថ្ងៃនេះគឺបងមកប្រាប់គ្នាយើងពីរបៀបដោះ ban S ត្រឹមរយៈពេលតែ3ថ្ងៃឬក៏7ថ្ងៃតែប៉ុណ្ណោះយើងបាន account លេងរែងវិញធម្មតា screenshot ទុកវិញមកប៉ុស្តិ៍មកតោះឥឡូវយើងចូលទៅការដោះទាំងអស់គ្នាសម្រាប់ការដោះ ban S អ្នកគ្នានៅអ្នកគ្នាប្រកាសជាគ្នាយើងមើលហ្នឹងគូជាប់ ban S ដែរអ្នកគ្នាឆាតទៅភ័យគេដើម្បីឲ្យដោះ ban S ប៉ុន្តែគេអត់ជួយឬក៏គេយកឆាតទៅស្វាអ្នកគ្នាអញ្ចឹងអ្នកគ្នាមើលវីដេអូនេះរបៀបដោះ ban S ពី3ថ្ងៃទៅ7ថ្ងៃអ្នកគ្នាគឺស្រួលនេះបកចេះអញ្ចឹងនេះយើងមិនបាច់ចំណាយលុយទេនេះយើងតែដោះ ban S ប្រកាសខឹងបងខឹងដែរម៉ាណាគាត់ទៅប៉ុណ្ណឹងយើងយកលុយគេវាមិនល្អទេតាឥឡូវយើងទៅមើលការដោះ ban S គ្នាទី1យើងរាំមួយទៅហ្នឹងI should have finished those deep fried chicken wings from last night បានអាចមែនបើថ្ងៃចែក skin ថ្មីជាប់ ban S តែឥឡូវរបៀបទី1អ្នកគ្នាចូល setting ទី2អ្នកគ្នាចូល account ទី3អ្នកគ្នាចូល custom service នៅខាងក្រោមគេស្ដាំដៃបងអូខេប៉ុណ្ណឹងមកអ្នកគ្នានឹងចូលទៅកាន់ custom server វាអ្នកគ្នាអញ្ចឹងនេះយើងចូល submit ខាងលើ ticket អាខាងស្ដាំដៃខាងឆ្វេងដៃចុងលើនេះអូខេហើយបន្តមកអ្នកគ្នានឹងឃើញ ID របស់អ្នកគ្នានឹងឈ្មោះរបស់អ្នកគ្នាហើយអ្នកគ្នាត្រូវរើស my tab របស់យើងគឺជាប់ ban S ហ្នឹងឯងអូខេស្រួលហើយបន្តមកអ្នកគ្នាចុច privacy វាមួយ privacy ស្អីអង់គ្លេសអត់ខ្វល់ទេហើយគ្នាយើងពាក្យកន្លែងនេះអ្នកគ្នាដាក់តាមបងមកនេះថា please help me log in អីទេ please អាហ្នឹងគេឲ្យយើងឆែកមើល brand របស់យើងយើងសេតែប៉ុណ្្នឹងមកនេះចាំមកដាក់អក្សរនៅខាងក្រោមហ្នឹងចេះសេតែហើយតមកកន្លែងនេះសំខាន់បំផុតគឺ file វីដេអូរូបភាពរបស់យើងណានេះអារូបភាពដែលបង screenshot មុនគេមិញផ្លឹបដល់3ថ្ងៃទៅ7ថ្ងៃគឺដោះបានហ្មងហើយអ្នកគ្នាឃើញប៉ុណ្ណឹងណាឥឡូវយើងធ្វើទៀតមើលអានេះភ្លេចគ្រីសកន្លែងនេះមួយទៀត screenshot គ្រីសកន្លែងនេះមួយទៀតអូខេប៉ុណ្ណឹងគឺវាឲ្យយើង submit ទៅអ្នកគ្នាតោះឥឡូវយើង submit ទាំងអស់គ្នាsubmit ជោគជ័យ 100% ដោះ ban S បាន 100% តែម្ដងអ្នកគ្នាអញ្ចឹងគឺការដោះ ban S គឺមានតែប៉ុណ្្នឹងអ្នកគ្នាស្នើសុំហើយបន្តិចទៀតគឺគេនឹងឆាតមកហើយឥឡូវនេះគេឆាតមកបងហើយបាទ account របស់បងថ្ងៃនេះថ្ងៃទី20ប្រហែលនេះ25ហើយ26ហើយអញ្ចឹង account របស់បងគឺដោះបានវិញនៅខែ7ថ្ងៃទី2អញ្ចឹងវាមានន័យថា7ថ្ងៃបាទ easy អញ្ចឹងការដោះ ban S គឺមានតែប៉ុណ្្នឹងទេ